នេះនៅក្រោមពន្លឺព្រះអាទិត្យមើលទៅបឹងគឺមានពន្លឺភ្លឺថ្លាផ្លេកនិងស្រស់បំព្រងដល់ហើយអេប៉ប៉កមិនបានជាឯងស្លៀកពាក់ខ្មៅអាក្រក់ម៉េចថ្ងៃនេះមិនឃើញទេឯងបានបាំងព្រះអាទិត្យពីខ្ញុំហើយបឹងប្រសិនបើមានពន្លឺព្រះអាទិត្យខ្លាំងពេកឯងនឹងត្រូវបានហួតនិងបាត់បង់ធម៌ពលឯងប្រកាសជាហួតហែងអស់ជាមិនខានណែមិនក៏ឯងនិយាយអញ្ចឹងកើតខ្ញុំធំណាស់រឿងនេះខ្ញុំអាចនឹងត្រូវបានរំហួតនិងអស់ធម៌ពលនោះទៅឆ្ងាយទៅបើឯងនិយាយអញ្ចឹងហើយខ្ញុំទៅក៏បានវាត្រូវតែអញ្ចឹងហើយជាមួយនឹងពន្លឺព្រះអាទិត្យរាល់ថ្ងៃខ្ញុំពិតជាស្រស់ស្អាតណាស់ជួយពួកយើងផងបងបឹងប៉ប៉កតើឯងនៅណាសូមត្រឡប់មកជួយខ្ញុំវិញមកក្រែងឯងធ្លាប់ទទូចឲ្យខ្ញុំចេញនោះអីបំភ្លេចចោលទៅខ្ញុំនឹងមិនទៅវិញទេបានហើយខ្ញុំទៅហើយអូយជួយខ្ញុំផងខ្ញុំពិតជាហេវហត់អស់កម្លាំងណាខ្ញុំជិតស្លាប់ហើយលំមពពកសូមជួយពួកយើងផងបើសិនជាខ្ញុំចាក់ចេញនៅពេលនេះសពសត្វទាំងអស់នឹងស្លាប់ទេខ្ញុំមិនអាចធ្វើបែបនេះបានទេខ្ញុំអាចនឹងមិនខ្វល់ពីបឹងតែសត្វផ្សេងទៀតនោះពួកគេគ្មានកំហុសអីទេខ្ញុំត្រូវតែជួយពួកគេមិនអីទេលីហើយអ្នកទាំងអស់គ្នាខ្ញុំនឹងទៅឥឡូវនេះហើយប៉ប៉ចាំមកផ្លែតមានការអីបឹងខ្ញុំមកងល់ភ្លៀងនេះគឺដើម្បីជួយសពសត្វទាំងនោះមិនមែនសម្រាប់ឯងទេឥឡូវខ្ញុំនឹងទៅហើយមិនត្រឡប់មកវិញទៀតទេអេវាមិនងាយទេក្នុងការធ្វើឲ្យស្រស់ស្រួលទំនាក់ទំនងជាមួយខ្ញុំវិញនោះខ្ញុំនឹងចាក់ចេញទៅមួយរយៈមកល្មមតែបឹងនឹកខ្ញុំហើយនឹងយំព្រោះតែខ្ញុំបឹងមើលទៅដូចជាមិនសូវសប្បាយចិត្តសោះមួយរយៈនេះខ្ញុំពិតជាសោកស្ដាយណាស់ខ្ញុំធ្វើឲ្យពពកខឹងហើយចាក់ចេញទៅខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេបើរដូវប្រាំងមកដល់នោះចម្លែកណាស់ហើយអ្វីបានជារាងកាយរបស់ខ្ញុំប្រែទៅជាតូចទៅជារៀងរាល់ថ្ងៃអញ្ចឹងអូយតើមានអ្វីកើតឡើងចំពោះខ្ញុំខ្លាចណាស់អេពពកមិនបានជាឯងទួញយំបែបនេះពីមុនធ្លាប់តែឃើញសោយសប្បាយលោកពូព្រះអាទិត្យហើយអ្វីបានជាខ្ញុំតូចទៅអញ្ចឹងខ្ញុំមិនមែនជាពពកពេញលេញដូចកាលពីមុនទេអូយើងយល់ហើយពពកបើសិនជាឯងមិននៅជាប់នឹងបឹងទេនោះឯងមិនត្រូវបានបំពេញដោយចំហាយរបស់នាងទេអញ្ចឹងឯងនឹងតូចទៅហើយឯងនឹងបាត់ខ្លួននៅលើអាកាសនៅថ្ងៃណាមួយអូពិតមែនទេលោកពូព្រះអាទិត្យតើខ្ញុំគួរធ្វើម៉េចទៅខ្ញុំធ្វើនេះព្រោះចង់បង្ហាញពីកំហឹងរបស់ខ្ញុំដាក់បឹងនៅក្នុងឆាកជីវិតនេះឯងនឹងក្លាយជាបុគ្គលដែលល្ងងបំផុតនៅពេលដែលឯងខឹងខ្លាំងស្ដាប់យើងណាត្រឡប់ទៅនៅក្បែរបឹងវិញទៅហើយយើងនឹងបន្ថយពន្លឺរបស់យើងបន្តិចចំហាយទឹករបស់នាងនឹងធ្វើឲ្យឯងហោះឡើងនឹងធ្វើឲ្យឯងធំជាងមុនរំពេចនោះឯងនឹងប្រែក្លាយជាដូចដើមអញ្ចឹងបាទអរគុណលោកពូព្រះអាទិត្យអូពពកថ្មីនេះខ្ញុំមានអារម្មណ៍សោកស្ដាយណាស់គ្មានឯងខ្ញុំពិតជាហត់នឿយនិងហួតហែងស្ទើរស្លាប់ទៅហើយបឹងវាព្រោះតែខ្ញុំដោយសារតែខ្ញុំក្រអឺតក្រទមពេកហើយថែមទាំងមិនចង់ស្រស់ស្រួលទំនាក់ទំនងរវាងយើងទាំងពីរវិញទៀត
ឥឡូវខ្ញុំយល់ហើយបើគ្មានចំហាយរបស់ឯងវាក៏គ្មានខ្ញុំដែរ ចាប់ពីពេលនេះទៅយើងត្រូវចេះស្រឡាញ់គ្នាហើយរស់នៅដើម្បីគ្នាទៅវិញទៅមកណា ឯងឃើញទេក្នុងជីវិតនេះมันមាននរណាម្នាក់ដែលរស់នៅតែឯងបានទេវាជាលក្ខណៈពិសេសនៃធម្មជាតិអ្នកទាំងអស់គ្នាត្រូវតែដឹងពីរបៀបដែលត្រូវរស់នៅដើម្បីអ្នកដទៃហើយជាការតបស្នងត្រឡប់មកវិញអ្នកដទៃនឹងរស់នៅដើម្បីយើងដូចគ្នា